នាងម្ល៉េះការងារប៉ុណ្ណឹងធ្វើមិនទាន់រួចទៀតតើអ្នកម៉ែត្រូវការឲ្យកូនជួយធ្វើអ្វីបន្តទៀតឬអញចង់ហូបសម្លប់សិតយប់នេះតែមិនមែនសិតធម្មតាទេណាកុំភ័យណាសិតតូចខ្ញុំមិនមែនជាព្រានព្រៃទេម៉ែនាងម្ល៉េះមិនបាត់ទៅណាទៅយកសិតពណ៌មាសណាកូនម៉ែឲ្យវាចូលទៅក្នុងព្រះអាគមនឹងដូចឲ្យវាទៅស្លាប់អញ្ចឹងអារម្មណ៍សួស្ដីកូនចាស់តូចព្រឹកនេះអាកាសធាតុល្អណាស់មែនទេមើលចុះនោះព្រះអាទិត្យរាស្អាតណាស់ថ្ងៃនេះត្រូវហើយអញក៏ប្រញាប់ទៅរកចំណីដែរមែនទេចំណែកខ្ញុំវិញក៏ប្រញាប់បោះទីធ្លានេះឲ្យស្អាតហើយទៅដាំទឹកដាំបាយមុនពេលដែលអ្នកម្ដាយនិងបងចន្ទធរភ្ញាក់ពីគេងដែរបើពួកគាត់ភ្ញាក់មកឃើញផ្ទះសម្បែងមិនស្អាតបានពួកគាត់ប្រកាសជាមិនសប្បាយចិត្តហើយខឹងថាស្ដីឲ្យខ្ញុំជាមិនខានទេអូយនាងម្ល៉េះមិនក៏រអរតនរំខានគេដេកពត់ទាំងព្រឹកអញ្ចឹងតែក្តៅដល់ពោះហើយហ្នឹងប្រយ័ត្នតែកូនស្រីចន្ទធររបស់អញភ្ញាក់ពីគេងអត់មានទឹកងុចនាងឯងត្រៀមខ្លួនទៅណាដឹងតែត្រូវហើយនាងនេះចាអ្នកម៉ែកូនមកផ្ទះរួចហើយកូនកំពុងតែរៀបចំទៅដាំទឹកជូនអ្នកម៉ែហើយនឹងបងចន្ទធរឲ្យតើនាងឯងនេះចេះគិតកូនអញ្ចឹងគ្រាន់បើហើយបើល្ងងមើកណាដឹងតែត្រូវហើយនាងស្រីជើងល្អនេះថ្ងៃមួយម្ដាយចឹងកំពុងតែអង្គុយសិតសក់ឲ្យកូនស្រីបណ្ដឹងចិត្តរបស់ខ្លួននាងចន្ទធរយ៉ាងថ្នមដោយសេចក្តីស្រឡាញ់ម៉ែថ្ងៃនេះក្តៅស្អុះស្អាប់ណាស់ម៉ែសិតសក់ឲ្យខ្ញុំថ្នមបន្តិចមកគេឡើងឈើស្បែកក្បាលខ្ញុំអស់ហើយនេះខ្ញុំមិនចង់ទៅធ្វើការខាងក្រៅទេម៉ែខ្ញុំខ្លាចខូចស្បែកនៅសខ្ចីរបស់ខ្ញុំណាចាកូនស្រីមាសម្ដាយម៉ែសិតសក់ឲ្យកូននេះថ្នមហើយកូនឯងមិនបាច់ទៅណាទៅណីទេសម្រាប់ហូបបាយនំចំណីតែក្នុងផ្ទះទេកូនមិនបាច់ចេញដើរឲ្យខូចស្បែកអញ្ចឹងទេការងារផ្ទះទាំងអស់នេះទុកឲ្យនាងម្លីនោះវាធ្វើទៅណាកូននាងម្លីនាងឯងញញឹមស្អីរែកទឹកតែតំណឹងសប្បាយចិត្តណាស់ម៉ែនេះរើមួយក៏ចង់នេះបងអួតថានាងឯងនេះរឹងមិនចេះហត់នេះចាអ្នកម៉ែកូនមិនបានបងអួតអ្វីទេទឹកអណ្ដូងថ្ងៃនេះត្រជាក់ស្រួលណាស់កូនរែកយកមកបំពេញទៀងរួចរាល់ហើយម៉ែកុំឲ្យអ្នកម៉ែនិងបងចន្ទធរពិបាកទៅងុយទឹកស្អីធ្វើជាស្រីរែកទឹកដែរញញឹមកុំគិតថានាងឯងមកឡោមមើលអីសោះមើលខោអាវនាងឯងទៅប្រឡាក់ដីសុទ្ធតែភក់ក៏ក្រិចណាស់បើនាងឯងខ្លាំងណាស់រែកទឹកពេញពីងហើយមិនបាច់សម្រាប់ទេបើគិតថាខ្លួនឯងនេះមានកម្លាំងម្ចាស់ហិនអញ្ចឹងនាងឯងទៅយកពុទ្ធៅទៅពុះអស់នោះឲ្យអស់ទៅនៅកណ្ដាលថ្ងៃបើថ្ងៃនេះនាងឯងពុះអស់មិនហើយទេមិនបាច់ស៊ីបាយថ្ងៃត្រង់ទេនាងកុំចង់មកធ្វើរឹកសម្បើមដាក់អញនិងកូនចន្ទធូរឲ្យសោះណានាងហើយកុំអាងឲ្យនាងឯងនេះចង់មកធ្វើរឹកថ្លៃធ្នូធំដុំឲ្យសោះប៉ុន្តែអ្នកម៉ែកូនមិនទាន់បានញ៉ាំបាយតាំងពីព្រឹកមកហើយតែអ្នកម៉ែអាចឲ្យកូនញ៉ាំបាយបន្តិចសិនបានទេយោនាងឯងនេះហ៊ានមកតថ្លៃជាមួយអញទៀតទៅធ្វើឲ្យលឿនកូនសម្លាញ់ឪពុកពុកត្រូវចេញទៅជួយដូរនៅស្រុកឆ្ងាយយកថ្ងៃបន្តិចហើយទៅពុកត្រឡប់មកវិញកូននៅផ្ទះខិតខំធ្វើការនៅស្រុកដំបូន្មានរបស់ម្ដាយឯងណាចាលោកពុកកូននឹងធ្វើជាទូនល្អមិនឲ្យលោកពុកពិបាកចិត្តទេអូនអើយបងសុំផ្ញើម្លិះផងណាអូននាងនៅក្មេងកុំឲ្យនាងធ្វើការធ្ងន់ពេកអូយបងសម្លាញ់អើយបងកុំបារម្ភអីអូនសន្យាថានឹងមើលថែនាងឲ្យបានល្អបំផុតមិនឲ្យនាងហត់នឿយឬទោះចិត្តម្ដងឡើយបងអញ្ជើញទៅឲ្យបានស្ងប់ចិត្តចុះណែនាងលីឈប់ឆោសម្រាប់ទឹកភ្នែកឃ្លៀមនាងក្មេងចង្រៃនេះឪពុកឯងទៅបាត់ហើយគ្មានអ្នកណាការពារឯងនៅទីនេះទេអ្នកម៉ែតើអ្នកម៉ែចង់មានន័យថាម៉េចកុំបង្ហាញអញថាម៉ែណាយកអំបោសទៅបោះក្រោលគោក្រោលសេះនៅផ្ទះឲ្យអស់ស្អាតភ្លាមអាចគោពេញតែក្រោលនឹងបោះឲ្យរលីងបើមិនស្អាតមិនបាច់ស៊ីបាយថ្ងៃនេះទេចាំធូកូនតោះចូលផ្ទះចូលទៅគេបន្តទៀតកុំនៅឆោទីនេះអីកូននំតែប្រឡាក់ដីហុយទេចាំម៉ែ
នេះអាកាសធាតុត្រជាក់ស្រួលណាស់ស័ក្តិសមនឹងកេងយកកម្លាំងខំប្រឹងបោះទៅនាងកូនសម្លឹកចិត្តលោកពុកនាងម្លិះការងារប៉ុណ្ណឹងធ្វើមិនទាន់រួចទៀតយកងងឹតទៅហើយមិនរហ័សដែររហ័សចឹងបន្តិចចាអ្នកម៉ែកូនធ្វើការចិត្តរួចហើយតាអ្នកម៉ែត្រូវការឲ្យកូនជួយធ្វើអ្វីបន្តទៀតឬអញចង់ហូបសម្លាប់សត្វយប់នេះតែមិនមែនសត្វធម្មតាទេណាគឺជាសត្វពស់មាសដោននៅកណ្ដាលព្រៃអាត់កំបាំងឯណោះនាងឯងត្រូវតែយកកន្ត្រកនេះចូលទៅក្នុងព្រៃបេះសត្វនោះមកឲ្យអញឥឡូវនេះភ្លាមតើអ្នកម៉ែចង់ឲ្យកូនចូលទៅក្នុងព្រៃអាត់កំបាំងឬអ្នកម៉ែពេលនេះម៉ែក៏ងឹតហើយព្រៃនោះមានសត្វសាហាវច្រើនណាស់ហើយផ្លូវខ្វាត់ខ្វែងគួរឲ្យខ្លាចណាស់ចាំព្រឹកស្អែកព្រលឹមតើកូនទៅបេះជូនអ្នកម៉ែតើបានទេកុំមកតវ៉ាជាមួយអញប្រាប់ថាចង់ហូបយប់នេះគឺយប់នេះហើយបើនាងឯងបេះសត្វពណ៌មាសមិនបានពេញកន្ត្រកនេះទេនាងឯងមិនបាច់ត្រឡប់មកជន់ផ្ទះនេះវិញទេដំណើរតាំងពីយូរយារណាស់មកហើយថាព្រៃអាតកំបាំងនោះត្រូវបានល្បីថាសម្បូរទៅដោយសត្វសាហាវនិងសេចក្តីស្លាប់ឲ្យតែអ្នកណាចូលទៅដល់គឺមិនដែលមានត្រឡប់មកវិញឡើយប៉ុន្តែសម្រាប់ក្មេងស្រីដែលមានបេះដូងបរិសុទ្ធដូចម្ល៉េះព្រៃនោះបែរជាស្វាគមន៍នាងដោយពន្លឺវិតមន្តដ៏ស្រស់ត្រកាលទៅវិញរុក្ខជាតិគ្រប់ទិសទីបញ្ចេញពន្លឺភ្លឹបភ្លែកប្រៀបដូចជាវងផ្កាយកំពុងរែរាំនៅលើដីម្លិះញញឹមដើរចូលដោយសេចក្តីរំភើបភ្លេចអស់ការភ័យខ្លាចនាងកំពុងសម្លឹងរកមើលសត្វពស់មាសរំពេចនោះសាប់តែលើសំឡេងធ្ងួចធ្ងរដ៏ឈឺចាប់បន្លឺចេញពីគុម្ពព្រៃងឹតមួយម្លិះភ្ញាក់ព្រឹបឆាប់ដើរហើយផ្ទៀងប្រជិះស្ដាប់ទឹកមុខប្រែជាបារម្ភម្លិះដើរចូលទៅដល់គុម្ពព្រៃរួចឃើញសត្វប្រាសតូចមួយកំពុងជាប់អន្ទាក់ខ្សែពួរព្រាមប្រៃប្រាសនោះកំពុងផិតភ័យញ័រខ្លួនចំព្រឹបវាខំប្រឹងបំរាស់កាន់តែខ្លាំងពេលឃើញមនុស្សចូលមកជិតកំភៃណាសត្វតូចខ្ញុំមិនមែនជាព្រាមប្រៃទេខ្ញុំមកទីនេះដើម្បីជួយឯងនៅឲ្យស្ងៀមណាកុំបំរាស់ប្រយ័ត្នមកជើងមិនអីទេប្រាសតូចទោះយប់នេះខ្ញុំរកសត្វមិនបានហើយត្រូវម៉ែវាធ្វើបាបក៏ខ្ញុំមិនអាចឈរមើលឯងរងទុក្ខបែបនេះបានដែររួចហើយប្រាសតូចដកជើងចេញរួចរាល់ហើយវាក៏ដើរសម្ដែងមករំលឹករួចយកក្បាលរបស់វាទៅកកិតលើដៃរបស់នាងជាការតបស្នងសងគុណម្ល៉េះសើចតិចយកដៃអង្អែលក្បាលវាដោយសេចក្តីស្រឡាញ់ចាំត្រឡប់ទៅរកគ្រួសារឯងវិញទៅពេលនេះមានអន្ទាក់ច្រើនណាស់ដែលគ្រោះថ្នាក់តែចុះដើរឲ្យប្រយ័ត្នណាអើយនាងម្ល៉េះញ៉ាយបាត់តាណាមិនក៏មិនឃើញបាត់ខោអាវឲ្យយើងម៉ៃនាងម្ល៉េះមិនបាត់តាណាអូយចាំធូកូនឯងស្រែកអីលើយ៉ាងនេះកូននាងម្ល៉េះណាម៉ែបានប្រើវាឲ្យចូលទៅក្នុងព្រៃអាគមបាត់ហើយដើម្បីឲ្យវានេះទៅយកសត្វពស់មាសណាកូនម៉ែឲ្យវាចូលទៅក្នុងព្រៃអាគមនឹងដូចឲ្យវាទៅស្លាប់អញ្ចឹងមានអ្នកណាគេទៅឲ្យមកវិញទេកូនល្ងងនេះបើវាទៅឲ្យស្លាប់មិនបានមកវិញយើងមិនអស់ឆ្អឹងទៅទាំងកយើងហើយទេកូនហើយកូននឹងខ្លាចជាកូនសម្លាប់ចិត្តរបស់លោកពុកតែម្នាក់ម៉ែចុះបើលោកពុកសួរថានាងម្លីនេះវាបាត់ទៅណាកុំភ័យអីណាកូនរឿងនេះម៉ែគិតទុករួចរាល់អស់ហើយតែឪពុកវាមកសួរប្រាប់វាទៅថាវានេះរត់តាមប្រុសពេលនេះឪពុករបស់វាគ្មានពោះតាំងអីមកចោទយើងទេណាកូនម៉ែឯងនេះគំនិតអីក៏ល្អយ៉ាងនេះអញ្ចឹងកូនចូលទៅសម្រាប់ទៅណាកូនព្រឹកឡើងបើកភ្នែកមកធ្វើឲ្យយើងនេះអារម្មណ៍ស្រស់ស្រាយអស់អ្នកដែលយើងទៅទល់អស់អ្នកដែលយើងស្អប់ធុញទ្រាន់ចាប់ពីពេលនេះតទៅមានតែម៉ែនិងកូនទេហើយចំណែកអត្តកច័ន្ទនោះមិនដឹងស្មានណាវាមកវិញទេហើយចុះកុំទៅខ្វល់អីណាកូនម៉ែឯងឆ្លាតណាស់ម៉ែកូនក្លាប់មកវិញហើយនេះសត្វពស់មាសដែលម៉ែចង់បានកូនរកវាបានពីក្នុងព្រៃមាសនេះជាមាសសុទ្ធតើនាងចង្រៃនាងឯងទៅលួចរបស់ទាំងអស់នេះមកពីណាប្រាប់អញឃ្លាម៉ែកូនមិនបានទៅលួចរបស់ទាំងអស់នេះមកពីណាទេមកពីកូនបានជួយសង្គ្រោះសត្វប្រាសមួយដែលជាប់អន្ទាក់ហើយទេវតាក៏ប្រគល់រង្វាន់ទាំងអស់នេះមកឲ្យកូនជាការតបស្នងគ្រាន់តែជួយសត្វប្រាសមួយសោះបានរង្វាន់ច្រើនដល់ថ្នាក់នោះហើយទេវតានោះច្បាស់ជាមានរង្វាន់ច្រើនណាស់ហើយមើលទៅនោះហើយរបស់ល្អទាំងអស់នេះវាស័ក្តិសមជារបស់កូនណាអ្នកម៉ែ
ខ្វល់នឹងអាខោអាវមួយកំ pl របស់វាណាបើវាគ្រាន់តែជួយសត្វប្រើសមួយបានច្រើនដល់ម្លឹងហើយចុះទម្រាំតែកូនស្រីម៉ែមានរូបស្អាតបាតហើយទៅជួយដែរនោះមិនបានរង្វាន់ច្រើនជាងនេះដល់20ដងទេឯកូននាងមលីនាងទុករបស់របរទាំងអស់នេះនៅទីនេះហើយតែដេកនៅក្នុងចង្ក្រានបាយទៅណាកូនចន្ទធូព្រឹកស្អែកព្រលឹមស្រាងកូនឯងត្រូវតែចូលទៅក្នុងព្រៃទៅរកសត្វប្រាំនោះដើម្បីជួយហើយប្រមូលយកមាសប្រាក់កែវកងមកក៏អត់ណាកូនស្អីក៏ឆ្ងាយម្ល៉េះដើរចង់បាក់ជើងទៅហើយមិនទាន់ឃើញសត្វប្រើអីមួយក្បាលផងហើយព្រៃស្អីសត្វតែមួយនឹងភក់អញ្ចឹងដើរបន្លាក់ខោអាវខ្ញុំអស់ហើយហើយអាណិតស្បែកដ៏សោកស្ដាយរបស់ខ្ញុំណាមើលចុះមិនគួរណាត្រូវមកខ្ទេចដោយសារតែព្រៃនេះសោះចាំមើលណាឲ្យតែយើងបានរង្វាន់ពីសត្វប្រើនោះណាយើងនឹងចេញពីព្រៃនេះឲ្យលឿនប្រាស្អីនោះក៏មិនចេះឃើញទៀតណែសត្វប្រើឯងនៅឯណាឆាប់ចេញមកភ្លាមខ្ញុំខ្ជិលដើររកឯងណាចាំមើលណាឲ្យតែពេលដែលខ្ញុំជួបសត្វប្រើនោះភ្លាមខ្ញុំនឹងទាយកមាសពេជ្រឲ្យច្រើនដើម្បីយកលុយទៅឲ្យម៉ែខ្ញុំនេះរស់នៅខ្លាចជាជំទាវតំបងតែនេះជាសម្លេងអីណែអាប្រាមុតល្ងងឯងជួបអន្ទាក់នៅទីនេះសោះយើងខំតែដើររកឯងនេះឡើងចង់ពេញតែព្រៃនេះទៅហើយឆាប់ប្រកល់រង្វាន់មកឲ្យយើងឥឡូវនេះភ្លាមមកយីអាសត្វនេះប្រាប់ប៉ុណ្ណឹងហើយនៅធ្វើមុខស្លើមិនដឹងរឿងទៀតតែដែលនាងមលីមកចូលក្នុងព្រៃនេះជួយសង្គ្រោះឯងបានប្រកល់រង្វាន់ឲ្យនាងច្រើនណាស់តែពេលនេះឯងត្រូវតែប្រកល់រង្វាន់ទាំងអស់នោះមកឲ្យយើងឲ្យច្រើនជាងនាងមលីណាបើមិនអញ្ចឹងទេយើងនឹងវាយឯងឲ្យស្លាប់នាងក្មេងឆ្លេងនេះឯងចិត្តអាក្រក់ណាស់ចូលមកក្នុងព្រៃនេះហើយចេះប្រមាថនឹងរុក្ខជាតិនិងសត្វព្រៃជាច្រើនយើងគ្មានថ្ងៃលើកឡើងឯងទេឯងគួរតែទទួលបានកាដូដ៏គួរសមមួយចុះម៉ែជួយកូនផងម៉ែជួយកូនផងជួយកូនផងម៉ែនាងមលីវាក៏ហក់ទេម៉ែនាងមលីនាងចង្រៃនោះវាបោកកូនទេម៉ែបថោចន្ទោកូនម៉ែមិនក៏កូនឯងធ្លាក់ខ្លួនដល់កម្រិតនេះកូនម៉ែអត់កូនឯងណាម៉ែនឹងវាយនាងមលីនោះឲ្យវាសងកាក់ខូចខាតបងថ្លៃជំងឺចិត្តដល់កូនឯងណាកូនកុំយំអីកូនចាំម៉ែរកយកទៅធ្វើឲ្យកូនឯងណាកូនហើយអូនចាំតើមានរឿងអ្វីកើតឡើងបានជានៅក្នុងផ្ទះអីក៏រញ៉េរញ៉ៃម្ល៉េះមើលចុះកូនចាំធូរកើតអីហេតុអីបានជាបែបនេះគឺនាងមលីណាលោកបងវាបោកប្រាស់ខ្ញុំនឹងកូនចំធូរកាលនោះវាចូលក្នុងព្រៃទៅរកសត្វនេះវាបានមកទាំងខោអាវស្អាតបានមាសប្រាក់និងសត្វពណ៌មាសផងតែប្អូននេះឲ្យកូនចំធូរចូលទៅក្នុងព្រៃនោះទៅរកមាសដូចនាងមលីដែរតែមានអីបងមើលចឹងមាសកូនស្រីរបស់បងធ្វើឲ្យកូនស្រីរបស់ខ្ញុំរស់មិនស្មើស្លាប់បងមើលខ្លួនឯងចុះអូនចាំមិនបានជាអូនឯងប្រើឲ្យកូនមលីចូលទៅក្នុងព្រៃអាត់កំបាំងនោះទៅព្រៃអាត់កំបាំងនោះអូនដឹងហើយថាព្រៃនោះមានគ្រោះថ្នាក់ណាស់បងដឹងពីគំនិតអាក្រក់របស់អូនហើយនឹងកូនរបស់អូនហើយគឺចង់បញ្ជូនកូនរបស់បងឲ្យទៅស្លាប់ក្នុងព្រៃចាប់ពីថ្ងៃនេះទៅអូននឹងកូនរបស់អូនចេញពីផ្ទះនេះទៅកុំឲ្យបងឃើញមុខអូនទៀតណាលោកបងអូនដឹងខុសហើយលោកបងសូមលោកបងអភ័យទោសឲ្យអូនម្ដងចុះអូននឹងកូនចន្ទធូនឹងកាយខ្លួនណាលោកបងមិនបាច់ទេយើងមិនត្រូវការឲ្យពួកឯងនេះកាយខ្លួនមកកាយអីទេយើងទុកឱកាសឲ្យច្រើនដងហើយតែពួកឯងនៅតែធ្វើអាក្រក់ធ្វើបាបតែកូនម្លីយើងរហូតកាលនោះយើងបិទភ្នែកបិទត្រចៀកព្រោះចង់ឲ្យគ្រួសារនេះមានសេចក្តីសុខតែវាគ្មានក្តីសុខអីទេមានតែរឿងឲ្យរញ៉េរញ៉ៃចេញពីផ្ទះយើងអត់ផុតទេពុកកុំដេញម៉ែនិងអូនចន្ទធូចាញ់អីណាពុកតាមពិតទៅពួកគាត់មិនបានធ្វើបាបកូនអីណាទេមិនបានទេណាកូនពុកទុកឱកាសឲ្យពួកគេនេះយូរហើយឲ្យពួកគេចេញទៅចុះពុកក៏មិនចង់ឃើញមុខពួកគេទាំងពីរនេះដែរចាលោកបងបានហើយកូនចូលក្នុងផ្ទះទៅចាប់ពីថ្ងៃនេះតទៅពុកនឹងមើលថែកូនឲ្យបានល្អ